បានម៉ែដោះខ្ញុំបានលងស្រឡាញ់ស្រីម្នាក់ហើយខ្លាញ់រាជបុត្រមានអ្នកនាងឆោមហើយតើប៉ុន្តែខ្ញុំអនាគតទ្រង់គឺជាស្ដេចបើទ្រង់ពេញចិត្តអ្នកណាធ្វើតាមបេះដូងទៅទូលបង្គំមិនហាមឃាត់ទេម្ចាស់បងម្ចាស់បងត្រឡប់មកវិញហើយខ្ញុំម្ចាស់នឹកម្ចាស់បងណាម៉ែដោះចាញ់ទៅសិនទៅក្រាបទូលខ្ញុំម្ចាស់ឮមកថាម្ចាស់បងចង់រៀបអភិសេកជាមួយនឹងនារីផ្សេងមែនទេមែនហើយម្ចាស់បងចោះខ្ញុំម្ចាស់បងនឹងឲ្យឆោមធ្វើជាមហាសេឯងម្ចាស់បងខ្ញុំម្ចាស់នឹងទទួលព្រះអង្គព្រះអង្គរាជបុត្រចង់រៀបអភិសេកជាមួយនឹងនារីផ្សេងទូលមកុំមិនព្រមទេជារឿងរបស់បុត្ររាជមិត្តឯងប្រកាសជាដឹងច្បាស់ហើយស្ដេចមានប្រពន្ធ2 3គឺជារឿងធម្មតាទេឯងគួរតែយល់ស្របទៅតាមគេទៅក្រាបទូលទោះជាពេញចិត្តឬមិនពេញចិត្តឆោមនៅតែស្របតាមព្រះអង្គជានិច្ចរឿងទាំងអស់សម្រេចលើរាជបុត្រនារីទោះជាខ្លួនត្រូវឈឺចាប់ក៏ឆោមនៅតែទ្រាំឯរាជបុត្រនារីហេតុតែឃើញភ្លាមស្រឡាញ់ផ្លែតទ្រង់មិនខ្វល់ពីអារម្មណ៍ឆោមនោះទេទ្រង់ក៏សម្រេចចិត្តទទួលនាងចូលរាជវាំងដើម្បីអភិសេករួមគ្នាតាយាយខ្ញុំត្រឡប់មកវិញហើយតាយាយលោកសេដ្ឋីព្រះអង្គចាប់ខ្លួនគាត់បាត់ទៅហើយចាប់ទៅក៏ល្អដែរចៅហើយនៅមានរឿងមួយទៀតបងបុត្រគឺជាព្រះរាជបុត្រយាយអូព្រះអើយថាបើចៅបុត្រគឺជាព្រះរាជបុត្រចាប់ហើយតាវាយាយវាយើងឲ្យព្រះរាជបុត្រទ្រង់ដេកនៅខាងក្រៅតិចក្បត់ក្បាលទៅបានហើយតាយាយរាជបុត្រទ្រង់មិនធ្វើអញ្ចឹងទេតាវាចេះតែភ័យនឹងដល់សូមក្រាបថ្វាយបង្គំព្រះរាជបុត្រកុំគួរសមអីតែជេហើយខ្ញុំធម្មតាទៅចារាជបុត្ររាជបុត្រចៅមកផ្ទះតានឹងមានការអីដែរទៅតែយាយតែខ្ញុំអាចសុំនាំនាងចូលវាំងជាមួយនឹងខ្ញុំបានអត់បើរាជបុត្រពេញចិត្តក៏នាំទៅចោលខ្ញុំចាស់មិនហាមឃាត់ទេបន្ទាប់ពីសំការអនុញ្ញាតពីលោកតាលោកជ័យហើយរាជបុត្រក៏នាំនាងចូលរាជវាំងដើម្បីអភិសេកចំណែកអានីឆើតផ្លំតែជាអ្នកប្រុសបន្ទាប់ពីឪពុកខ្លួនត្រូវបានព្រះរាជាកាត់ទោសមកគេក៏ធ្លាក់ខ្លួនខ្លាចទៅជាមនុស្សកំព្រាគ្មានទីពឹងពុកពេលនេះជីវិតក៏លំបាកណាស់ជីវិតធ្លាប់តែមានពុកផ្ដល់ប្រាក់ឲ្យចាយមានអ្នកបម្រើឆ្វេងស្ដាំទៅទីណាមានអំណាចនៅទីនោះប៉ុន្តែពេលនេះសូម្បីតែបាយក៏កូនមិនបានញ៉ាំដែរពុកកូនពិតជាលំបាកណាស់តែពុកកុំបារម្ភថ្ងៃណាមួយកូននឹងសោកសឹកឲ្យពុកមិនឲ្យពុកវារួចខ្លួនទេយើងកំពុងតែស្វែងរកអ្នកស្នូលដំណែងផងអាហារម្នាក់នេះមើលទៅដូចជាស័ក្តិសមដល់ឡើយលោកលែងបានទេពួកឯងចាប់ខ្លួនគេទាំងពីរនេះទៅបងប្រុសទូបង្គំមិនដឹងរឿងអីនោះទេសូមទ្រង់លើកលែងទោសឲ្យគេបានយើងមិនចេះចាប់មនុស្សដែលគ្មានកំហុសនោះទេប៉ុន្តែគេមិនអាចជាន់នគររបស់យើងបាននោះអង្គពួកគេទៅកាត់ទោសតាមពីច្បាប់ទៅចាស់ខ្ញុំពុកខ្ញុំនៅជាមួយអ្នកណាជីវប្រវត្តិមួយនេះមើលទៅពិតជាកំសត់ពិតមែនក្នុងខ្លួនពោពេញទៅដោយគំនុំគឺជាអ្វីដែលយើងត្រូវការឥឡូវចាំយើងជួយសងសឹកឲ្យទៅចុះយកវេទមន្តរបស់យើងទៅអើយម្ចាស់អូននេះគឺជាបិតារបស់បងហើយនោះគឺជាម៉ែដោះក្រាបថ្វាយបង្គំព្រះអង្គល្អណាស់ម៉ែដោះឆាប់នាំបទសន្និសីទរបស់យើងទៅសម្រាប់ទៅគេប្រកាសជាអស់កម្លាំងហើយក្រាបទូលព្រះអង្គមកតាមខ្ញុំម្ចាស់មកព្រះនាងឯងមានប្រាប់គេដែរទេថាឯងមានឆោមរួចទៅហើយបិតាខ្ញុំនឹងប្រាប់នេះដល់ខ្លួនឯង
ឯនេះពិតជាសាវ៉ាមិនមកដូចជាបៃតាខាននៅកំឡោះសោះ ព្រះបិតា ទីនេះគឺជាក្រឡាបន្ទំរបស់ព្រះនាងហើយ វ៉ាវពិតជាស្រស់ស្អាតណាស់ ខ្ញុំម្ចាស់រៀបចំយ៉ាងពិសេសសម្រាប់ព្រះនាង អរគុណហើយម៉ែដោះ ព្រះនាងតើព្រះរាជបុត្រប្រាប់រឿងទ្រង់អភិសេកជាមួយនឹងអ្នកណាដែរទេ អភិសេក ម៉ែដោះអស់ការងាររបស់ម៉ែដោះហើយខ្ញុំមានរឿងចង់និយាយជាមួយនាងបន្តិច ក្រាបទូលរាជបុត្រកុំកុហកនាងឲ្យសោះណា មានរឿងអ្វីតើរាជបុត្រចង់រៀបអភិសេកជាមួយអ្នកណា គឺនីនតាមពិតទៅបងមានគោលដណ្ដឹងរួចទៅហើយបិតាបងជាអ្នករៀបចំឲ្យបងសុំទោសតែបងស្រឡាញ់អូន ព្រោះតែខ្លាចបាត់បង់រាជបុត្រខំប្រឹងនិយាយពាក្យផ្អែមទៅកាន់នីនប្រាប់ថាខ្លួនមានគោលដណ្ដឹងរួចទៅហើយតែនីននាងមិនបានប្រកាន់អ្វីនោះឡើយសូមឲ្យតែរាជបុត្រស្រឡាញ់នាងនឹងមិនបោះបង់នាងទៅបានហើយទោះជានាងខ្លាចទៅជាស្នំឯកក៏នាងអាចទទួលយកបានដែរក្រោយពីនិយាយព្រមព្រៀងគ្នារួចអស់ហើយពិធីអភិសេកក៏បានចាប់ផ្ដើមដោយឆោមគឺជាមហេសីឯកចំណែកនីនគឺជាមហេសីរងពិធីអភិសេកក៏ចាប់ផ្ដើមយ៉ាងរលូនរហូតដល់ចប់ហើយពិធីស្នងរាជ្យក៏ចូលមកដល់អស់លោកនាយមើលមន្ត្រីទាំងឡាយថ្ងៃនេះគឺជាថ្ងៃរៀបអភិសេកបុត្ររបស់យើងហើយនៅក្នុងឱកាសនេះយើងក៏សូមប្រកាសប្រាប់អស់លោកថាក្នុងនាមយើងគឺជាស្ដេចនៃនគររាជសីនេះដែលបានគ្រប់គ្រងនគរមួយនេះជាង50ឆ្នាំមុននេះពេលនេះយើងមានវ័យចំណាស់ណាស់ទៅហើយមិនអាចធ្វើកិច្ចការរាជវាំងបន្តទៀតបាននោះទេថ្ងៃនេះយើងសូមលើកបទត្រាតែមួយគត់របស់យើងគឺរាជបុត្រនារីស្នងរាជបន្ទាប់ពីយើងចាប់ពីពេលនេះតទៅតើអស់លោកនិមឺនមន្ត្រីទាំងអស់យល់យ៉ាងម៉េចដែរប្រសើរណាស់ក្រាបទូលពួកទល់បង្គំនឹងខំបំរើរាជបុត្រឲ្យអស់ពីសមត្ថភាពជួបបរិយាកាសរីករាយក្រុងព្រះនគរព្រះនគរចាប់ពីពេលនេះតរៀងទៅល្អណាស់អស់លោកបត្រាចាប់ពីពេលនេះតទៅភារកិច្ចគ្រប់គ្រងនគរបិតាប្រគល់ជូនបុត្រ 100% ហើយ ក្រាបទូលព្រះបិតាទុកចិត្តលើសទូបង្គំចុះទូបង្គំនឹងមើលថែប្រជានារីឲ្យបានល្អជាទីបំផុត ពិធីគ្រងរាជ្យក៏មកដល់ទីបញ្ចប់រាជបុត្រនារីក៏ក្លាយទៅជាព្រះអង្គនៅក្នុងនគររាជសីមួយនេះហើយប្រជានារីក៏ទទួលបាននូវស្ដេចថ្មីមួយអង្គចំណែកនាយឆើតក្នុងចិត្តពោពេញទៅដោយគំនុំដោយមានបិសាចនៅក្នុងខ្លួនផងនោះទីសច្ចាថានឹងសងសឹកជូនឲ្យពុករបស់គេឲ្យទាល់តែបានអាបតមិនថាឯងជាកូនស្ដេចឬក៏ជាកូនប្រជានារីធម្មតានោះទេឯងបានបំផ្លាញជីវិតជាលោកប្រុសរបស់យើងធ្វើឲ្យយើងរស់នៅយ៉ាងវេទនាបែបនេះគំនុំមួយនេះយើងមិនអាចបំភ្លេចចោលបានទេពេលនេះយើងមានអំណាចគ្រប់គ្រាន់ដើម្បីសងសឹកជាមួយនឹងឯងបានហើយ បន្ទាប់ពីនាយឆាតបានពោលដូច្នេះហើយគេក៏បានលួចចូលទៅក្នុងរាជវាំង យើងពិតជាមិនពេញចិត្តនឹងស្នំឯកទាល់តែសោះ អញ្ចឹងយើងរកវិធីកម្ចាត់នាងទៅមហេសី ឯងមានវិធីស្អីអត់ក៏ពិន ខ្ញុំម្ចាស់រកនឹងមិនទាន់ឃើញទេព្រះនាង តែយើងមានវិធី តែលោកជាអ្នកណា យើងជាអ្នកណាមិនសំខាន់ទេសំខាន់គឺយើងអាចជួយនាងបាន យើងមិនខ្វល់ថាជាអ្នកណាទេឲ្យតែជួយយើងបាននឹងមានគុណសម្បត្តិធំ នាងយកថ្នាំពុលនេះឲ្យព្រះរាជាសោយទៅ ហាលោកចង់ធ្វើគុតព្រះរាជា ចាប់សិនស្ដាប់យើងរែមកចប់សិននេះគ្រាន់តែជាពឹសម្យ៉ាងដែលធ្វើឲ្យអ្នកដែលលេបវាហើយនឹងធ្លាក់ខ្លួនឈឺរ៉ាំរ៉ៃអស់កម្លាំងហើយពេទ្យលួងនឹងមិនអាចពិនិត្យមើលជំងឺរបស់ព្រះអង្គបាននៅឡើយដើម្បីអាចព្យាបាលព្រះអង្គបានលុះត្រាតែមានថ្នាំបន្សាបហើយថ្នាំបន្សាបគឺនៅជាមួយនឹងយើង3ថ្ងៃក្រោយនាងអាចមកអញ្ជើញជើងបានយើងនឹងបន្លំខ្លួនធ្វើជាគ្រូទាយដើម្បីចូលទៅព្យាបាលព្រះអង្គ យើងចង់ឲ្យលោកកំចាត់ស្នំឯងមិនមែនឲ្យលោកធ្វើបាបព្រះរាជានោះទេ គេយើងចង់ឲ្យព្រះរាជាទុកចិត្តនិងស្រឡាញ់លើនាងទើបយើងស្រួលចាត់ការស្នំឯកយល់ទេ
ទោះទ្រង់ពេញចិត្តយើងប៉ុន្តែព្រះអង្គនារាជនៅតែមិនពេញចិត្តយើងដដែលហ្នឹងមានប្រយោជន៍ស្អីទៅ អេតាប៉ែណាស់វើយចឹងហើយបានជាព្រះអង្គមិនស្រឡាញ់ នេះលោកហ៊ានថាឲ្យយើងតប៉ែផង បើយើងមិនបានចូលរាជវាំងតែយើងអាចជួយនាងបានចំណេចទៅយល់ទេមានយល់ខ្លះទេ អូលោកចង់ចូលរាជវាំងមិនក៏មិនប្រាប់ឲ្យឆ្នាំមក3ថ្ងៃទៀតចាំជួបគ្នា ជោគជ័យហើយ បន្ទាប់ពីឆោមបានថ្នាំនោះហើយឆោមមិនចាំយូរទេគឺចាត់ការតែម្ដង សុបនេះគឺពិតជាឆ្ងាញ់ពិតមែនជាស្នាដៃរបស់ឯងមែនទីឆោម ក្រាបទូលខ្ញុំម្ចាស់ខំធ្វើដោយផ្ទាល់ដៃដើម្បីព្រះបិតា មិននឹកស្មានថាបត់ឆោមមានស្នាដៃចម្អិនម្ហូបឆ្ងាញ់បែបនេះទាត់អេសោះហើយនេះ អរប្រគុណព្រះបិតា បន្ទាប់ពីទ្រង់បានសោយថ្នាំនោះហើយទ្រង់ក៏ប្រជញ្ញអារម្មណ៍រយៈពេល3ថ្ងៃក្នុងកំឡុង3ថ្ងៃនោះពេទ្យលោកមិនអាចស្វែងរកជំងឺទ្រង់ឃើញនោះឡើយ យ៉ាមិនហើយពេទ្យលោកតែយើងកើតឲ្យប្រកបទៅសូមបរិជ្ជទានទៅផងព្រះអង្គទូបង្គំគឺពិតជាស្វែងរកជំងឺព្រះអង្គមិនឃើញឡើយក្រាបទូលមិនបានទៅជាអញ្ចឹងនេះយើងឈឺរយៈពេល3ថ្ងៃមកហើយណាលោកថាយើងគ្មានជំងឺហើយចោះយើងជឿនេះគឺជាសូមព្រះអង្គកុំខ្ញាល់អីទូលបង្គំគឺពិតជាអាសមត្ថភាពពិតមែន ព្រះបិតាខ្ញុំម្ចាស់សង្ស័យថានេះគឺជាជំងឺផ្លូវក្នុងហើយក្រាបទូល បើចង់មានន័យថាបិតាត្រូវពើគេមែនទេ ក្រាបទូលខ្ញុំម្ចាស់ស្គាល់គ្រូមុនអាគមម្នាក់គេពូកែមើលជំងឺណាស់ហើយថែមទាំងទាយឈុតទៀតផងក្រាបទូល ពិតមែនណាប៉ុន្តែពីដើមមកបិតាមិនដែលជឿលើរឿងគ្រូទេទាំងអស់នោះនោះទេ រឿងនេះទូលបង្គំជ្រាបក្រាបទូលប៉ុន្តែពេលនេះព្រះបិតាកំពុងតែប្រជញ្ញខ្លាំងយល់ល្អគួរតែសាកល្បងមើលទៅវាមិនខាតអ្វីដែរ បើអញ្ចឹងធ្វើតាមបទឆោមទៅចុះយាមិនហើយព្រះគ្រូតើយើងក៏ឲ្យប្រកបទៅនេះក្រាបទូលព្រះអង្គជំងឺមួយនេះគឺពិតជាពិបាកព្យាបាលប៉ុណ្ណាប៉ុន្តែចៃដន្យឯងទូលបង្គំមានថ្នាំទឹកមួយគ្រាប់សូមព្រះអង្គលេបវាចុះក្រាបទូលថ្នាំរបស់លោកគឺពិតជាពូកែមែននេះយើងលេបតែបន្តិចសោះបើជាមានកម្លាំងខ្លាំងជាងមុនទៅទៀតឯនេះក្រាបទូលប៉ុន្តែជំងឺរបស់ព្រះអង្គនៅមិនទាន់ជាដាច់នៅឡើយនោះទេក្រាបទូលទូលបង្គំសូមស្នាក់នៅទីនេះប្រហែលថ្ងៃដើម្បីតាមដានជំងឺរបស់ព្រះអង្គបន្តទៀតក្រាបទូលលោកចុះស្នាក់នៅទីនេះប្រហែលថ្ងៃក៏តាមចិត្តលោកទៅចុះណាកុំក៏រែងចិត្តអីក្រាបទូលសូមអរព្រគុណព្រះអង្គ តើពេលណាទើបចាត់ការស្នំឯកនោះ កុំប្រញាប់ពេកយើងមើលស្ថានភាពប្រហែលថ្ងៃទៀតសិន បន្ទាប់ពីរឿងអាក្រក់ស្ងប់ស្ងាត់ទៅមួយរយៈដំណឹងល្អក៏បានផ្សព្វផ្សាយពេញព្រះនគរដោយមហេសីរងដែលជានិនពេលនេះនាងមានផ្ទៃពោះហើយនាងមានប្រកបហើយព្រះអង្គនារីពិតជាសប្បាយចិត្តមែនតើតែស្រីឆោមវិញនាងពិតជាខឹងខ្លាំងណាស់នាងគឺជាមហេសីរងសោះបែរជាមានផ្ទៃពោះមុនជាងដែលជាមហេសីឯងឆោមមិនចាំយូរនោះទេនាងក៏ទទួលពិតព្រះគ្រូដើម្បីឲ្យចាត់ការតែម្ដង ព្រះគ្រូពេលនេះស្នំឯកវាកំពុងតែមានកូនហើយខ្ញុំមិនអាចឈរមើលវាមានក្តីសុខបានទេឆាប់ចាត់ការវានៅយប់នេះតែម្ដងទៅ ព្រះមហេសីកុំពិបាកចិត្តពេកមកចាស់អស់ហើយចាំទទួលដំណឹងល្អពីខ្ញុំទេ បន្ទាប់ពីព្រះគ្រូបានពោលដូច្នោះហើយរឿងចម្លែកក៏បានកើតឡើងនៅក្នុងនគររាជសីដោយនៅជប់មួយព្រះច័ន្ទបែរជាលះរស្មីហើយប្រែទៅជាពណ៌ក្រហមប៉ុណ្ណឹងនៅមិនអស់នោះឡើយបែរជាមានសត្វបក្សីស្លាប់ជាច្រើននៅមុខរាជវាំងទៀតផងតើនេះមកពីមូលហេតុអ្វីទៅព្រះអង្គក៏បានកោះអស់រដ្ឋមន្ត្រីដើម្បីប្រជុំពីរឿងទាំងអស់នេះរឿងនេះវាគឺពិតជាចម្លែកខ្លាំងណាស់តើជាស្នាដៃអ្នកណាទេ មើលអស់នេះមើលទាំងអស់គ្នាតើមូលហេតុអ្វីទៅបានជាសត្វស្លាប់នៅក្នុងនគររបស់យើងច្រើនខ្លាំងម្ល៉េះក្រាបទូលព្រះអង្គរឿងនេះគឺពិតជាចម្លែកខ្លាំងណាស់ទូលបង្គំមិនធ្លាប់ជួបពីមុនមកទេដូច្នេះទូលបង្គំគ្មានយល់អ្វីទេក្រាបទូល ទូលបង្គំក៏ដូចគ្នាដែរក្រាបទូល សុកព្រះច័ន្ទក៏ប្រែក្លាយទៅជាពណ៌ក្រហមហើយសត្វស្លាប់បែរជាស្លាប់ពេញដីតើនេះគឺជាបណ្ដោះសារអ្វីទៅព្រះគ្រូតើលោកអាចស្វែងរកការពិតបានទេក្រាបទូលព្រះអង្គទូលបង្គំនឹងប្រើក្បួនទារបស់ទូលបង្គំដើម្បីទស្សទាយឲ្យព្រះអង្គឥឡូវនេះយកបីទៅឲ្យលោកហោរ៉ាតើលោកបានដឹងរឿងអ្វីខ្លះដែរទេ
ក្រាបទូលព្រះអង្គមុននឹងទូលបង្គំនិយាយសូមរាជទានទោសផងក្រាបទូលគឺថាណាមានរឿងអ្វីលោកចំនិយាយមកជាមិនយកទោសបីអ្វីនោះទេក្រាបទូលព្រះអង្គមូលហេតុដែលព្រះច័ន្ទលាក់ពន្លឺនឹងប្រែទៅជាពណ៌ក្រហមហើយថែមទាំងមានសត្វស្លាប់ច្រើនពេកពេញនគរនេះគឺដោយសារតែកំណើតរបស់បុត្រមហេសីរងក្រាបទូលលោកថាម៉េចទាំងអស់នេះគឺមកពីចៅរបស់យើងតើមែនដែរទេវាមិនអាចទៅរួចនោះទេសូមរាជទានទោសផងក្រាបទូលប៉ុន្តែវាគឺជាការពិតបើមិនឲ្យបរិរិយកុំអាកើតមកនគរនឹងវិវត្តមិនខានទេក្រាបទូលវាមិនអាចទៅរួចទេរឿងនេះមិនអាចតតងជាមួយនឹងបុត្ររបស់យើងឡើយឯងនិយាយតែផ្ដាសេនាឆាប់អូសវាយកទៅកាត់ទោសទៅបើព្រះអង្គមិនជឿទូលបង្គំយប់នេះប្រកាសជាមានរឿងធំកើតឡើងចេះជាមិនខានទេក្រាបទូលព្រះបិតាទូលបង្គំយល់ថាយើងរងចាំមើលសិនទៅមានរឿងអ្វីកើតឡើងទេចាំកាត់ទោសគាត់ក៏មិនយឺតពេលដែរបាទយល់ដល់បទឆោតយើងមិនយកទោសឯងនៅពេលនេះទេប៉ុន្តែជប់នេះបើសិនជាគ្មានរឿងអ្វីកើតឡើងទេឯងនឹងត្រូវទទួលទោសពីបទមើងងាយស្ដេចបន្ទាប់ពីព្រះរាជាបាននិយាយរួចពេលជុំក៏បានមកដល់ខ្យល់ត្រជាក់ក៏បក់តិចអ្នកយាមកំពុងតែឈរយាមជាធម្មតាពេលនោះក៏ស្រាប់តែមានវត្តមានរបស់បិសាចសម្លេចស្អីគេបាយមកតាំងដែរបិសាចស្លប់មួយសិនហើយបិសាចបានចាប់អ្នកយាមស៊ីម្ដងមួយអ្នកយាមនៅរស់ខ្លះបាននិយាយដូចគ្នាថាពួកគេបានឃើញបិសាចក្នុងរាជវាំងក៏បាក់សវនាការម្ដងទៀតព្រះអង្គក៏អស់និមន្តមន្ត្រីដើម្បីមកប្រជុំគ្នាពីរឿងទាំងអស់នេះពិតជាមានរឿងដូចដែលឯងនិយាយពិតមែនហោរាពេលនេះយើងជឿលើឯងហើយតើធ្វើមិនដើម្បីអាចដោះស្រាយបញ្ហាទាំងអស់នេះបានទៅក្រាបទូលព្រះអង្គតាមជើងលេខបានបញ្ជាក់ថាវិញ្ញាណខ្មៅដែលបានចេញមកអុកឡុកកាលពីយប់មិញនេះគឺដាស់ឡើងដោយសារឥទ្ធិពលរបស់ព្រះរាជកុមារដែលស្ថិតនៅក្នុងផ្ទៃរបស់មហេសីរងនោះហើយក្រាបទូលដើម្បីអាចបញ្ជាពីវិញ្ញាណខ្មៅទាំងអស់នេះបានមានតែវិធីតែមួយគន់ក្រាបទូលទីនិរទេសមហេសីរងចេញពីព្រះនគរក្រាបទូលបត្រារឿងនេះឯងជាអ្នកសម្រេចចិត្តទេគេទូលបង្គំយល់ថាម្ចាស់បងដើម្បីព្រះនគរម្ចាស់បងមិនអាចមិនគិតបានទេក្រាបទូលសូមព្រះអង្គមានព្រះរាជក្រាបទូលម្ចាស់អូនឲ្យបងសុំទោសបងធ្វើទាំងអស់នេះគឺដើម្បីព្រះនគរបុត្ររបស់យើងមិនមែនជាបិសាចទេបងដឹងបងនៅឲ្យអាដាមបងខ្ញីតាមមើលថែអូនណា